គ្រឿងញៀនជាង3គីឡូក្រាមត្រូវបានកងកម្លាំងអាវុធហត្ថខេត្តព្រៃវែងបង់ក្រាបបាននៅថ្ងៃទី22ឧសភាឆ្នាំ2025ម្សិលមិញកងកម្លាំងអាវុធហត្ថខេត្តព្រៃវែងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីឈួនគឹមសានមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងមានការសម្របសម្រួលពីឯកឧត្តមគុជកំឡុងព្រះរាជអាជ្ញាអមសាលាដំបងខេត្តព្រៃវែងកាលពីវេលាម៉ោង 16:30 នាទីថ្ងៃទី18ឧសភាឆ្នាំ2025កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពីមរដឹកនាំដោយលោកវរៈសេនីយ៍តូផាត់សុជោតប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចមុខសាលាឃុំអ្នកលឿងដែលស្ថិតនៅក្នុងភូមិអ្នកលឿងឃុំអ្នកលឿងស្រុកពីមរខេត្តព្រៃវែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន2នាក់ឈ្មោះខុនសីហាភេទប្រុសអាយុ22ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររស់នៅភូមិសិនលូងឃុំសិនលូងស្រុកស្វាយអន្តរខេត្តព្រៃវែងនិងឈ្មោះឌិចចន្ទាភេទប្រុសអាយុ24ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រកបរស់នៅភូមិខ្សប់ឃុំបន្ទាយដែកស្រុកគៀនស្វាយខេត្តកណ្ដាលបានចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌សចំនួន2កញ្ចប់កែវសើបថ្នាំញៀន1ទូរស័ព្ទ3គ្រឿងម៉ូតូ1គ្រឿងតាមចម្លើយសារភាពរបស់ឈ្មោះឌុចចន្ទាចំពោះថ្នាំញៀននេះគឺរូបគេបានទិញពីឈ្មោះយួនរស់នៅស្រុកលើកដៃខេត្តកណ្ដាលបន្ទាប់មកដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះញ្ញាអមសាលាដំបងខេត្តព្រៃវែងនិងឯកឧត្តមព្រះញ្ញាអមសាលាដំបងខេត្តកណ្ដាលនៅថ្ងៃទី19ឧសភាឆ្នាំ2025កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងបានសុំពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែកខេត្តកណ្ដាលឃាត់ខ្លួនបានជនសង្ស័យចំនួន1នាក់ទៀតឈ្មោះខៀងយ៉ាងដឹកហៅយួនភេទប្រុសអាយុ21ឆ្នាំជនជាតិវៀតណាមរស់នៅភូមិកំពង់ចម្លងឃុំព្រែកទម្លាប់ស្រុកលើកដែកខេត្តកណ្ដាលវត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សចំនួន20កញ្ចប់ទម្ងន់36,982ក្រាមទាំងសម្បកថង់ចិញ្ចីងថ្លឹងថ្នាំញៀនចំនួន1ទូរស័ព្ទដៃ2គ្រឿងម៉ូតូ1គ្រឿងឧបករណ៍សេពថ្នាំញៀន1សម្រាប់តែកេះ5ផងដែរបច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តព្រៃវែងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់